ទី3គឺស្ត្រីដែលគាត់រំលូតកូនញឹកញាប់មិនថាដោយការបូមលាងសម្អាតឬការប្រើប្រាស់ថ្នាំទេបើសិនជាគាត់រំលូតកូនញឹកញាប់ក៏ងាយធ្វើឲ្យស្បូនរបស់គាត់ខ្សោយងាយធ្វើឲ្យស្បូនរបស់គាត់មានបញ្ហាការរលាកក៏ធ្វើឲ្យស្ត្រីពិបាកក្នុងការមានកូនដូចគ្នាទៅលើករណីទី4គឺតកតងជាមួយនឹងស្ត្រីដែលចូលចិត្តញ៉ាំស្រាក្នុងករណីស្ត្រីចូលចិត្តញ៉ាំស្រាគឺធ្វើឲ្យរាងកាយរបស់គាត់ខ្សោយខ្សោះជាតិទឹកស្បូនរបស់ស្ត្រីក៏អត់សូវមានសំណើមស្ងួតសូម្បីតែបរិវេណទ្វារមាសក៏មានអារម្មណ៍ថាស្ងួតខុសពីធម្មតាក្នុងករណីស្ត្រីញ៉ាំស្រាគឺតែងតែជួបហ្មងទៅលើបញ្ហាក្តៅខ្លួនក្តៅពីផ្នែកខាងក្នុងខ្សោះជាតិទឹកមូលហេតុទាំងអស់នឹងហើយដែលធ្វើឲ្យស្ត្រីមានទៅលើបញ្ហាការរលាកមាត់ស្បូនអញ្ចឹងបើសិនជាបងស្ត្រីកំពុងទៅជួបទៅលើបញ្ហាការរលាកមាត់ស្បូនឈឺក្តៅក្រហាយនៅមួយគ្រួសារអត់បានរហូតដល់ថ្នាក់នៅជាមួយគ្នាមានអារម្មណ៍ថាច្រើនបាត់គ្រួសារយើងចេញតែម្ដងណាអានឹងយើងមានបញ្ហាការរលាកធ្ងន់ធ្ងរហើយកំពុងតែមានរោគសញ្ញាទាំងអស់នេះសូមបញ្ញាក្នុងការរកដំណោះស្រាយទៅវិគ្រោះជាមួយនឹងគូពេទ្យនិងព្យាបាលជំងឺនេះបានត្រឹមត្រូវ